ស្រណោះសម្ដីភរិយា Kinchi ពោលចង់រស់បន្ត10ឆ្នាំទៀតចង់ឃើញកូនពេញកំឡោះមានអនាគតល្អចាគិតមកដល់ពេលនេះរយៈពេលប្រមាណ1ខែមកហើយដែលតារាចម្រៀង Rap Kinchi ចាបានប្រកាសពីសុខទុក្ខជំងឺរបស់ភរិយាត្រូវលាងឈាមជាប្រចាំនិងត្រូវវះកាត់បដូរក្រលៀនផងនោះចាក្រោយពីលាងឈាមបានមួយរយៈពលគឺនៅក្នុងមួយសប្តាហ៍3ដងនោះភរិយាតារាចម្រៀង Rap Kinchi ក៏តម្រូវទៅវះកាត់បដូរក្រលៀនឲ្យបានឆាប់បំផុតនេះបើតាមការណែនាំរបស់គ្រូពេទ្យជាការពិតក្រោយទទួលបានដំណឹងនេះហើយគេបានឃើញចាមហាជនអ្នកគ្រប់គ្រងនិងមិត្តសិល្បករជាច្រើនបានចូលរួមជាចំណែកមួយជួយសម្រួលដល់ Kinchi ចាក្នុងការព្យាបាលភរិយាតាមរយៈជូនជាថវិកាដល់លោកផងដែរចាលើពីនោះនៅថ្ងៃទី21ខែមិថុនានេះចាតារាចម្រៀង Kinchi និងមិត្តរួមសិល្បៈជាច្រើនចាបានរៀបចំការប្រគំតន្ត្រីលក់សម្បត្តិដើម្បីប្រមូលថវិកា Kinchi ដើម្បីវះកាត់ចាភរិយាផងដែរដើម្បីប្រមូលថវិកា Kinchi ដើម្បីវះកាត់ភរិយាផងដែរចាដល់ឡែកអ្វីដែលកាន់តែស្រណោះនៅក្នុងកិច្ចសម្ភាសន៍មួយតារាចម្រៀង Rap Kinchi ចាឆ្លើយទាំងអួលដំកស្រណោះពាក្យប្រពន្ធនៅលើក្រែពេទ្យថាខ្លួនចង់រស់បាន10ឆ្នាំទៀតដើម្បីបានឃើញកូនធំពេញកំឡោះ